កំពុងតែ live តសក់ក៏ស្រាប់តែមានអ្នកអញសម្រាប់នៅមុខកាមេរ៉ាដែលកំពុង live យ៉ាងគួរឲ្យរន្ធត់ដែលធ្វើឲ្យអ្នកទស្សនា live មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីការបាញ់ប្រហារនេះ Valeria Marquez ជាអ្នកបង្កើតមាតិកាភ្នែកផាត់មុខនិង model ដែលមានអ្នកតាមដានជាង 22,000 នាក់នៅលើ Instagram និងជាង 10,000 នាក់នៅលើ TikTok កាលពីថ្ងៃទី 13 ខែឧសភាឆ្នាំ 2025 ខណៈពេលដែលនាងកំពុងតែ live ផ្ទាល់នៅក្នុងហាងកាយសម្ផស្សមួយនៃទីក្រុងសាបូផាន់នៃប្រទេសមេក្ស៊ីកូហើយនាងត្រូវបានសម្លាប់ដោយបុរសម្នាក់ដែលបានចូលមកក្នុងហាងមុនពេលកាត់ហេតុបុរសពាក់ម៉ាក់ម្នាក់បានមកហាងដោយភ្ជាប់ជាមួយនឹងសម្ភារៈមួយចំនួនហើយនិយាយថាមានកាដូដ៏ធំមួយសម្រាប់ Marquez នៅពេលបន្តិចទៀតនេះប៉ុន្តែនៅពេលដែលនាងដឹងពីការមកដល់នេះនាងបានបង្ហាញការភ័យព្រួយបារម្ភក្នុងការផ្សាយបន្តផ្ទាល់ព្រោះនាងទើបតែបែកពីអតីតសង្សារនាងដែលជាសមាជិកជើងកាងនឹងក្រុមហ៊ុនគ្រឿងញៀននាងបានសង្ស័យថាប្រហែលជាពួកវាចង់សម្លាប់និងធ្វើបាបនាងជាពំខានហើយនាងក៏បំរុងថានឹងបិទឡាយតែមិត្តភក្តិរបស់នាងបាននិយាយឲ្យនាងឡាយបន្តទៀតទៅព្រោះថានឹងមានអ្នកយកកាដូមកឲ្យហើយមួយសន្ទុះក្រោយមកបុរសនោះបានត្រឡប់មកវិញហើយសួរថានរណាទៅគឺជា Marquez ហើយ Marquez បានតែគេយកកាដូមកឲ្យក៏ឆ្លើយថាខ្ញុំពេលដែលនាងឆ្លើយរួចបុរសនោះក៏បានបាញ់នាងចំកណ្ដាលទ្រូង 2 ទៅ 3 គ្រាប់ដែលបណ្ដាលឲ្យនាងស្លាប់ក្នុងកាមេរ៉ាដែលនាងកំពុង live ហើយក៏លេចឡើងនៅមុខមិត្តរបស់នាងម្នាក់ដែលចុចបិទ live នៅនាទីចុងក្រោយដោយមិត្តរបស់នាងគ្មានការតក់ស្លុតស្រែកអ្វីសោះឡើយហើយសមត្ថកិច្ចកំពុងតែសង្ស័យថាការសម្លាប់នេះអាចជាការសម្លាប់ដោយការបញ្ជាហើយកំពុងស៊ើបអង្កេតបន្តទៀតការសង្ស័យពីការបញ្ជានៃការសម្លាប់នេះគឺគេសង្ស័យពាក់ព័ន្ធជាមួយនឹងទី1គឺមិត្តភ័ក្តិរបស់នាងទី2គឺអតីតសង្សាររបស់នាងពាក់ព័ន្ធជាមួយមិត្តភ័ក្តិរបស់នាងដែរគឺគេបានសង្ស័យថាមិត្តភ័ក្តិរបស់នាងគឺជាមិត្តមួយដែលចំណែននឹងជីវិតរបស់នាងហើយក៏ព្យាយាមធ្វើតាមនាងគ្រប់យ៉ាងដូចជាសក់ការស្លៀកពាក់តាមនាងគ្រប់យ៉ាងចំណែកការពាក់ព័ន្ធជាមួយនឹងអតីតសង្សាររបស់នាងវិញគេបានសង្ស័យថាសង្សាររបស់នាងគឺជាមនុស្សដែលមិនចូលចិត្តឲ្យនាងបង្ហាញមុខនៅលើបណ្ដាញសង្គមហើយក៏មិនចូលចិត្តឲ្យនាងទទួលកាដូពី fan ដែរហើយនាងក៏បានសម្រេចចិត្តបែកគ្នាជាមួយសង្សាររបស់នាងហើយមូលហេតុមួយទៀតនោះគឺដោយសារតែសង្សារនាងខឹងគេអាចនឹងសង្ស័យថាសង្សារនាងអាចនឹងជួលចោលសម្រាប់នាងក៏អាចថាបានដែរតែទាំងនេះគឺគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះហើយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតបន្តដូច្នេះបើមានព័ត៌មានបន្ថែមចាំខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នាបាយបាយ